គណៈបកយុវជនកម្ពុជាញ៉ាត់កោតោយោងតាមសេចក្តីប្រកាសព័ត៌មានជាផ្លូវការរបស់ក្រសួងការពារជាតិបានប្រកាសអំពីទង្វើរបស់ទាហានថៃដែលបានបាញ់ប្រហារមកលើដែនដីអធិបតេយ្យភាពកម្ពុជាទាំងកម្រាលតាំងពីរសៀលថ្ងៃទី7ខែធ្នូឆ្នាំ2025និងបន្តបាញ់ប្រហាររហូតដល់ពេញមួយថ្ងៃនៅថ្ងៃទី8ខែធ្នូឆ្នាំ2025នេះបានបណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរស្លូតត្រង់រងរបួសនិងស្លាប់ជាច្រើនអ្នកនិងមានកងទ័ពខ្មែររងរបួសព្រមទាំងពលីមួយចំនួនទៀតផងដែរនោះដោយទាហានថៃបានបាញ់ប្រហារក្នុងទង្វើអមនុស្សធម៌និងមិនគោរពច្បាប់អន្តរជាតិព្រមទាំងមិនគោរពសេចក្តីថ្លែងការណ៍រួមស្តីអំពីសន្តិភាពរវាងប្រទេសទាំងពីរកន្លងមកបានបំពានដោយភាគីថៃក្នុងនាមគណៈបកនយោបាយសូមចាត់ទុកទង្វើរបស់ទាហានសៀមនៅពេលនេះគឺជាទង្វើក្រុមមនុស្សព្រៃនិងសាហាវព្រៃផ្សាយយងខ្នងដែលពិភពលោកស្អប់ខ្ពើមជាទីបំផុតគណៈបកយុវជនកម្ពុជាសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើរបស់ទាហានថៃដែលបានបាញ់ប្រហារលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ដែលបណ្ដាលឲ្យរងរបួសនិងស្លាប់មួយចំនួនព្រមទាំងបណ្ដាលឲ្យទាហានខ្មែររងរបួសនិងពលីផងដែរទាំងកម្ពុជាអត់ធ្មត់មិនតបតអស់ជាច្រើនម៉ោងគណៈបកយុវជនកម្ពុជាសូមអំពាវនាវទៅដល់ប្រទេសជាសមាជិកអាស៊ាននិងប្រទេសម៉ាឡេស៊ីព្រមទាំងសហរដ្ឋអាមេរិកត្រូវចាត់វិធានការជាក់លាក់មួយដើម្បីទប់ស្កាត់រដ្ឋាភិបាលថៃនិងក្រុមទាហានថៃឲ្យបញ្ឈប់រាល់ទង្វើប្រេយផ្សាយនេះជាបន្ទាន់និងជំរុញឲ្យប្រទេសថៃគោរពច្បាប់អន្តរជាតិនិងឲ្យគោរពអធិបតេយ្យភាពប្រទេសកម្ពុជាថ្ងៃច័ន្ទ300ខែមិគសេឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569ធ្វើនៅភ្នំពេញថ្ងៃទី8ខែធ្នូឆ្នាំ2025ដោយគណៈបកយុវជនកម្ពុជា